បាទជំរាបសួរសួស្តីទាំងអស់គ្នាថ្ងៃនេះយើងចូលដល់វីដេអូបន្ទាប់ដែលតាក់ទងជាមួយនឹងការ adding element to the list អញ្ចឹងនៅក្នុងនេះគឺយើងប្រើប្រាស់ទៅលើ append អញ្ចឹងយើងប្រើមកឥឡូវឧទាហរណ៍ខ្ញុំទៅសេ list មួយឈ្មោះ name អូខេជំរាបយើងទៅសេចេះបាទខ្ញុំបានបង្ហាញក្នុងវីដេអូមុនហើយដាក់ឈ្មោះ Tom អូខេមួយទៀតឈ្មោះ Ben បាទទៀតឈ្មោះ Jake អូខេហើយមួយទៀតឈ្មោះថា Lisa ចាអូខេ Lisa តាមមកទៀតឧទាហរណ៍បើសិនជាខ្ញុំ print ទៅអូខេ print អញ្ចឹងឧទាហរណ៍ខ្ញុំដាក់ string សោះអញ្ចឹងឧទាហរណ៍បើសិនជាដំបូងវាប្រកាសជាចេញឈ្មោះនៅក្នុង list ហ្នឹងឯងត្រូវអត់បាទអញ្ចឹង print before អូខេអញ្ចឹង list របស់យើងឈ្មោះអីគេ names អញ្ចឹងបើសិនជាយើង print ទៅប្រកាសជាចេញឈ្មោះ Tom Ben Jake Lisa នៅក្នុង list ហ្នឹងឯងអូខេអញ្ចឹងចុះបើសិនជាខ្ញុំចង់បញ្ចូលបន្ថែមយើងគ្នាមើលមួយទៀតទៅលើឧទាហរណ៍បើសិនជាខ្ញុំដាក់ name ដែរ list របស់ខ្ញុំឈ្មោះ name ខ្ញុំប្រើ append ថាតើមានអីគេប្លែក append បាទ name append ឧទាហរណ៍ខ្ញុំចង់បន្ថែមឈ្មោះថា Jenny អូខេ Jenny អូខេអញ្ចឹង print អូខេបាទ print បាទ print អញ្ចឹងនេះf អូខេ f string អូខេអានេះ after ចាបាទ after អូខេអញ្ចឹងឈ្មោះ name ប្លែកអូខេអញ្ចឹងថាតើមានអីគេខុសប្លែកគ្នាទៅរវាង before និង after ហ្នឹងអញ្ចឹងឧទាហរណ៍បើសិនខ្ញុំ run មកអូខេអញ្ចឹង before គឺអត់មានឈ្មោះ Jenny ទេប៉ុន្តែ after ហ្នឹងមានឈ្មោះ Jenny អញ្ចឹងយើងប្រើប្រាស់ append អូខេអញ្ចឹងយើងមើលមួយទៀតទៅលើ other way វិធីសាស្ត្រមួយទៀតឧទាហរណ៍បើសិនខ្ញុំដាក់ names អូខេនៅក្នុង list នេះអត់មានអីទេជា empty list មួយអញ្ចឹងឧទាហរណ៍បើខ្ញុំចង់បញ្ចូល name ហ្នឹង list ហ្នឹងអញ្ចឹងខ្ញុំប្រើគេ append អញ្ចឹងខ្ញុំចង់បញ្ចូលឈ្មោះថាឈ្មោះអីគេខ្ញុំចង់បញ្ចូលឈ្មោះ Tom ចូលចាអញ្ចឹងខ្ញុំ print បាទ print អញ្ចឹងផាត់មកខ្ញុំដាក់ថា after add អូខេអញ្ចឹងឈ្មោះ names អូខេអញ្ចឹងតើចាញ់បែបម៉េចឥឡូវស្លាកទីចាក់អូខេតើឥឡូវយើង clear អូខេអញ្ចឹងតើបែបម៉េចគឺឃើញថាបានចូលទៅកាន់ Tom ហើយអូខេអញ្ចឹងបន្ទាប់ពី append នេះខ្ញុំបញ្ចូលតាក់ទងជាមួយនឹងមួយទៀតគឺ insert បាទ insert អូខេ insert can add to the list in index v1 អូខេឥឡូវយើងមើល list របស់យើងតើមានឈ្មោះ Tom Ben Jake and Lisa អូខេខ្ញុំយកមកសរសេរតើបន្ទាប់ពីបានប៉ុណ្្នឹងមកឧទាហរណ៍បើសិនជាខ្ញុំ print បាទ print before អូខេ print អូខេ print ឧទាហរណ៍ខ្ញុំដាក់ឡើងនេះអូខេខ្ញុំស្លាក់អញ្ចឹងអូខេ before នេះខ្ញុំឈ្មោះអីគេ name បាទ f អីគេ string អូខេឈ្មោះអីគេ name បាទអូខេអញ្ចឹងឥឡូវខ្ញុំប្រើប្រាស់ទៅលើអីគេ insert អូខេអញ្ចឹងបើសិនជា insert វាមិនទៅបាទអញ្ចឹងយើងអាចមើលបានអញ្ចឹងប្រើ names ដដែល dot អីគេ insert អូខេអញ្ចឹងខ្ញុំចង់ដាក់ទៅលើកន្លែងនេះទី2 and then ឈ្មោះ Jenny អូខេអញ្ចឹងខ្ញុំ print អូខេ print អូខេafter អូខេទីយើងឈ្មោះ name ដដែលទេអញ្ចឹងតើ insert វា copy តែទៅជាមួយនឹង append បែបម៉េចឥឡូវយើងអាចមើលបានបាទដោយសារ append គឺ element add ទៅ another list ប៉ុន្តែពេល insert គឺ add to the list index v1 អញ្ចឹងឧទាហរណ៍ខ្ញុំចង់បានJenny នៅក្នុង index 2ព្រោះ index យើងយល់ណា0 1 2អញ្ចឹងតើ Jenny ចូលមុខចូលក្រោយ Ben ឬក៏ចូលក្រោយ Jack ឥឡូវយើងគិតមើលថាចូលណាអញ្ចឹងបើសិនខ្ញុំគិតខ្ញុំគិតថាអាចចូលក្រោយ Jack ឯងព្រោះខ្ញុំចង់បាននៅក្នុង index 2អញ្ចឹង0 1 2តែឥឡូវយើងសាកអូខេអញ្ចឹងចូលក្រោយJenny បាទចូលក្រោយ Ben អូខេអញ្ចឹងនេះបាទតើវាបានហើយបាទគឺបានអូខេអញ្ចឹងបន្តមកទៀតខ្ញុំបញ្ចូលតាក់ទងជាមួយនឹង remove អូខេ remove ខ្ញុំបាននិយាយតាក់ណារវាង append និង insert append បញ្ចូលក្រោយតែ insert យើងអាចកំណត់ index របស់យើងបានហើយអូខេតើឥឡូវយើងមើលទៅកាន់ remove អញ្ចឹង remove an item using the del statement អញ្ចឹងយើងប្រើប្រាស់ del statement អញ្ចឹងដំបូងឡើយគឺយើងយក list យើងមកដែរ name ដែរអូខេខ្ញុំ print អូខេ before ចាអូខេចូលបន្តបន្តិចអូខេbefore អូខេ before names អូខេបន្តមកទៀតខ្ញុំចាប់បានប្រើទៅកាន់ remove អូខេអញ្ចឹង remove យើងប្រើមិនឥឡូវយើងអាចមើលនៅក្នុងនេះបានអញ្ចឹងយើងប្រើទៅលើ del អូខេ del names ឡើង index មកអញ្ចឹងបើសិនជាខ្ញុំចង់ remove ឈ្មោះ Tom នេះចឹង remove ឈ្មោះ Tom នេះចឹងអញ្ចឹងខ្ញុំធ្វើមកទៅអញ្ចឹង Tom នៅក្នុង index ទីបាន0តែបាទក្នុង index ទី0អញ្ចឹងខ្ញុំ print name print name អូខេអញ្ចឹងតើនឹង remove បានអត់អញ្ចឹងអាចមើលបានចឹងនេះខ្ញុំសុំប្រើពាក្យថា string អូខេ after អូខេ after and then name តោះអញ្ចឹងសុំ clear បាទតោះឥឡូវយើងស្រាច់អញ្ចឹងយើងឃើញថា remove Tom បានអត់បាទអញ្ចឹង remove Tom បានអញ្ចឹងទេដំបូងគឺមាន Tom ឥឡូវគឺអត់មាន Tom ទេអូខេអញ្ចឹងបន្ទាប់ពីនឹងហើយយើងចូលទៅកាន់ផ្នែកទៀតទៅលើការ remove Lisa can restore it by not add the place number after index អញ្ចឹងកន្លែងនេះគឺបែបមិនគឺយើងប្រើប្រាស់ជាមួយនឹង pop បាទជាមួយនឹង pop ឥឡូវឧទាហរណ៍បើសិនជាខ្ញុំ remove អូខេ remove user មួយចុចស្មើ name list របស់ខ្ញុំ name pop អូខេបាទមួយចុចដែរអូខេ name pop អូខេអញ្ចឹងនេះខ្ញុំត្រូវដាក់ list របស់ខ្ញុំដែរអូខេអញ្ចឹង list របស់យើងអូខេអញ្ចឹងបន្ទាប់មកទៀតគឺយើងដាក់ជាមួយ name pop ហើយយើង print ឧទាហរណ៍បើសិនជាយើងដាក់ប៉ុណ្ណឹងហើយចាំមើលតើ after ចេញអីគេ print /n អូខេafter សំដៅ string /n after អូខេ name បាទអូខេបាទផ្លេចអីគេហើយបាទ print after /name អូខេ pop /n after name ប៉ុណ្នេះចាំមើលតើចេញអីគេអូខេ clear បាទអញ្ចឹងយើងឃើញថាបាត់អីគេបាទបាត់ Lisa អូខេអញ្ចឹងគឺយើងប្រើប្រាស់ជាមួយនឹង pop អញ្ចឹងបន្ទាប់មកទៀតខ្ញុំចង់កំណត់ទៅលើ remove it by the place number of the index v1 អញ្ចឹងខ្ញុំប្រើ remove user ដែរស្មើ names dot pop អូខេខ្ញុំដាក់មួយចាំមើលតើបាត់អីគេឬក៏អីគេខ្ញុំ print f string after បាទ after នេះប្រើ /t អូខេដើម្បីចូលបន្តទៅឲ្យស្រួលមើល
name បាទឥឡូវយើងមើលថាតើមានអីគេកុំដាច់នេះអញ្ចឹងយើងអានមកអូខេអញ្ចឹងបន្តមកទៀតគឺបាត់អីគេបាត់ band ដោយសារខ្ញុំបានដាក់អីគេ index element លេខ1ដោយសារ band នេះ index element លេខ1អញ្ចឹងកន្លែងហ្នឹងគឺមានន័យនៅពេលយើងដាក់ index ចូលកន្លែង com នេះទៅបានតែបើសិនយើងដាក់បាត់ដែរបាត់អីគេបាត់ចុងក្រោយគេយកមកគឺបាត់នេះសាអូខេអញ្ចឹងយើងអាច compare បន្តិចបាទវាសំខាន់ដែរអូខេអញ្ចឹងបន្តមកទៀតremoving an item using the remove by writing string v1 អូខេអញ្ចឹងនេះទៅសេ string យើងចង់ remove មកណាអញ្ចឹងឲ្យថតខ្ញុំទៅសេ name របស់យើង list នេះកន្លែងលេខបាទ list នេះកន្លែងលេខតែឥឡូវយើងចាប់ដើមname សេមក name អូខេ dot remove ចង់ remove គេចង់ remove ឈ្មោះ check នៅក្នុង list របស់យើងចង់ remove check នេះចោលអញ្ចឹងធ្វើម៉េចដាក់ចាំប៉ុណ្ណឹងមកអូខេតមកទៀត string slash n slash t មួយទៀតចុះអូខេកាន់តែចូលafter បាទ after remove អូខេថែមពាក្យឲ្យចូលមើលបាទអញ្ចឹងលីយើង name ដែរនេះអញ្ចឹងយើងទៅមើលតើ terminal output របស់យើងគឺចេញអីគេបាទឃើញថាគឺបានបញ្ជាក់ថាយើងបាន remove អីអញ្ចឹងយើងនៅសល់តែអីគេនៅសល់តែថតអញ្ចឹងគេវាបន្តតាណាចុះបើសិនខ្ញុំដាក់ចេះវិញយក list របស់យើងមកដាក់នេះអូខេដាក់លើនេះមកចាំមើលតើនៅសល់តែថតនេះអត់ដោយសារនេះវា remove ពីលើមកព្រោះអីកូដវារាប់ពីលើចុះកូដវាឆ្វេងទៅស្ដាប់អញ្ចឹងឥឡូវយើងមើលកាន់នេះខ្ញុំ clear អូខេតើនៅសល់អីគេអូខេអញ្ចឹងនៅសល់3អូខេនៅសល់3ណាព្រោះយើងបានបាត់ពី check ហើយអញ្ចឹងនៅសល់ Tom Ben and Lisa អូខេអញ្ចឹងបន្ទាប់ពីបានចំណុចនឹងទាំងអស់ហើយយើងចូលទៅដល់ការអនុវត្តទៅលើ design របស់យើងអញ្ចឹងការអនុវត្តទៅលើ design របស់យើងគឺសាមញ្ញទេឧទាហរណ៍បើសិនជាខ្ញុំដាក់ names name 1ចុះស្មើជាមួយនឹង Tom name 2ស្មើជាមួយនឹង Ben name 3ស្មើជាមួយនឹង check អូខេហើយពេល name នេះគឺមានទាំងអស់មកខ្ញុំដាក់បាទក្នុងនេះទាំងអស់អញ្ចឹងបើសិនជាខ្ញុំចង់បញ្ចូលឈ្មោះ name 1នេះចូលទៅក្នុង name នេះ name 2ចូលទៅក្នុង name នេះ name 3ចូលក្នុង name នេះអញ្ចឹងខ្ញុំធ្វើម៉េចអញ្ចឹងយើងប្រើ name លេខយើង name នេះដល់អីគេ append name 1 name 1name 1ទៀតដែរអូខេដល់អីគេ append name 2អូខេ name dot ចាំមើលតើនៅក្នុង name នេះមានឈ្មោះ Tom Ben check ចូលបានអូខេ name 3អញ្ចឹងបាទ ps អូខេតោះចាំបន្តមកទៀតខ្ញុំ print ខ្ញុំចាំ print ណាអូខេ print string អញ្ចឹងចង់ដាក់ names ចឹងបើខ្ញុំចង់បានបញ្ចូលតែខ្ញុំបញ្ចូលនៅក្នុងនេះអញ្ចឹងបើខ្ញុំចង់បានឈ្មោះថតចង់បានឈ្មោះថតអញ្ចឹងបើទៅវាចូលហើយថតនឹងប្រកាសជាចេញហើយបើចត់វាចេញនៅក្នុង name មានអីហ្នឹងអីអញ្ចឹងមាននៅក្នុងទីបានទី0ទៅអូខេលោតឲ្យយើងសុំមើលមកអូខេបន្តពីបានប៉ុណ្្នឹងហើយអូខេខ្ញុំដាក់ថា Tom you are invited to the party អូខេអញ្ចឹងបានប៉ុណ្្នឹងអញ្ចឹងបើសិនខ្ញុំprint បន្តទៅរហូតបាទខ្ញុំសុំ copy ផានទី1អូខេអញ្ចឹងដូរនេះ index មកឈ្មោះយើងមានប៉ុណ្្នឹងទេ012អូខេតើមានគេកាត់ដែរអូខេចុះបើសិនខ្ញុំដាក់មួយទៀតខ្ញុំ print លើនេះមកចុះបើសិនខ្ញុំ print ដែរតែខ្ញុំ print string ដាក់ថា before ដាក់ថា get it in the list អូខេអញ្ចឹងដាក់ថា name នេះចាំមើលចេញឈ្មោះ Tom Ben ចេញចូលក្នុងនេះអត់អូខេអញ្ចឹងចាំមើលយើងសាកទាំងអស់គ្នាហើយតើចេញឬក៏អត់អូខេបាទអញ្ចឹងយើង clear នេះតិចទៅយើង run អូខេអញ្ចឹងនេះ get it in the list គឺចេញឈ្មោះទាំង3នាក់ហ្នឹងហើយបើសិនខ្ញុំដាក់index ចូលទៅក្នុងឈ្មោះហ្នឹងទៅគឺវារាប់ឲ្យយើងបានស្រួលមើលដែរអញ្ចឹងនៅក្នុង exercise 3គឺយើងមានប៉ុណ្្នឹងទេអញ្ចឹងនៅក្នុងវីដេអូនេះមានប៉ុណ្្នឹងទេ exercise 4ក៏ស្តីគ្នាដែរអញ្ចឹងខ្ញុំលើកប្រយោជន៍ទៅ exercise 3អរគុណច្រើន